ប្រភ្នូលល្អប្រសិនបើអ្នកប្រទះឃើញទស្សនវិជ្ជាទាំង6នេះបញ្ជាក់ថាសំណាងកំពុងតែចូលមករកអ្នកហើយប្រសិនបើអ្នកឃើញសញ្ញាមួយក្នុងចំណោមសញ្ញាទាំងនេះសូមអបអរសាទរនេះជាសញ្ញាដែលបង្ហាញថាអ្នកនឹងមានសំណាងធំចូលមកក្នុងពេលឆាប់ខាងមុខនេះ 1. មានបក្សីមកធ្វើសម្បុកនៅផ្ទះមនុស្សជាច្រើនតែងតែនិយាយថាបក្សីធ្វើសម្បុកគឺជាប្រភ្នូលល្អណាស់នៅពេលសត្វស្លាបមកធ្វើសម្បុកវាក៏មានន័យថាផ្ទះមានហុងស៊ុយល្អដែលជាសញ្ញាបង្ហាញថាក្រុមគ្រួសារនឹងមានដំណឹងល្អចូលមកសម្បុកចាប់ជារឿយៗជួយម្ចាស់ផ្ទះឲ្យមានកូនទទួលបានដំណឹងល្អជាបន្តបន្ទាប់ប្រសិនបើអ្នកឃើញសត្វស្លាបឬឃ្មុំកំពុងធ្វើសម្បុកនៅក្នុងផ្ទះអ្នកគួរតែរក្សាស្ថានភាពឲ្យនៅដដែលកុំដេញវាចេញឲ្យសោះក្រែងលោប្រែពីលៀបសំណាងទៅជាបាត់បង់ទ្រព្យសម្បត្តិ 2. គេងយល់សប្តិល្អប្រសិនបើអ្នកគេងហើយយល់សប្តិឃើញភាពដ៏ស្រស់ស្អាតវាមានអត្ថន័យពិសេសដែលថាសំណាងល្អកំពុងមករកអ្នកសុបិនទាំងនេះមិនមែនជាការទូទាយអំពីអនាគតទេប៉ុន្តែវាគឺជាសញ្ញាមួយដែលបង្ហាញថាជីវិតរបស់អ្នកកំពុងតែមានភាពសប្បាយរីករាយចូលមក 3. ឃើញឥន្ទនូលេចឡើងបន្ទាប់ពីភ្លៀងបង្ហាញថារឿងល្អៗកំពុងមករកអ្នកវាក៏មានន័យថាផែនការអនាគតរបស់អ្នកក៏រលូនល្អដែរមនុស្សជាច្រើនជឿថាការរៀបការឬមានកូននៅពេលឥន្ទនូនឹងនាំមកនៅសុភមង្គលនិងសំណាងល្អជាច្រើនផងដែរ 4. ចាបជុះដាក់លើក្បាលត្រូវចាបជុះដាក់លើក្បាលសូមកុំគិតថាវាជាការសោយឬសំណាងអាក្រក់ឲ្យសោះនេះបើយោងទៅតាមក្បួនហុងស៊ុយអ្នកដែលបាក់សីជុះដាក់លើក្បាលគេចាត់ទុកថាវាជាសញ្ញានៃសំណាងល្អដែលជិតមកដល់ 5. ឆ្មាសម្បោបីចូលក្នុងផ្ទះជារឿយៗមនុស្សគិតថាវាពិបាកសម្រាប់សត្វឆ្មាចូលក្នុងផ្ទះទោះជាយ៉ាងណាក៏ដោយប្រសិនបើឆ្មាសម្បោបីចូលក្នុងផ្ទះវាមានន័យថាសំណាងកំពុងមករកអ្នកនៅពេលជួបឆ្មាពណ៌សឬខ្មៅមនុស្សតែងតែដេញតាមពួកគេពីព្រោះពួកគេគិតថាពួកគេនាំមកនៅសំណាងអាក្រក់ 6. មេអំបៅហោះចូលក្នុងផ្ទះមេអំបៅហោះចូលក្នុងផ្ទះគឺជាសញ្ញាមួយបង្ហាញថាអ្នករៀបនឹងជួបមនុស្សរីករាយនិងមនុស្សសំខាន់ក្នុងជីវិតរបស់អ្នកមេអំបៅពណ៌ខ្មៅនាំមកនូវដំណឹងល្អអំពីអាជីពនិងកិត្តិនាមមេអំបៅពណ៌ភ្លឺនាំមកនូវសំណាងល្អអំពីស្នេហានៅពេលមេអំបៅហោះហើរចូលក្នុងផ្ទះដោយចៃដន្យប្រសិនបើអ្នកដេញពួកគេចេញអ្នកកំពុងបំផ្លាញសំណាងនិងអព្យាស្រ័យដោយដៃរបស់អ្នកផ្ទាល់ហើយ